រដ្ឋមន្ត្រីចុះត្រួតពិនិត្យស្ថានភាពតំបន់ហានិភ័យនៃការបាក់ច្រាំងនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមឯកឧត្តមឡាំជារដ្ឋមន្ត្រីទទួលបន្ទុកលេខាកិច្ចការព្រំដែនចុះត្រួតពិនិត្យសមិទ្ធផលការសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំព្រមទាំងពិនិត្យស្ថានភាពតំបន់ដែលមានហានិភ័យនៃការបាក់ច្រាំងនៅតាមព្រំដែនកម្ពុជាវៀតណាមដែលស្ថិតនៅទីតាំងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃក្រុងសំពៅពួនខេត្តកណ្ដាលការព្រឹកថ្ងៃច័ន្ទទី31ខែមីនាឆ្នាំ2025ការចុះត្រួតពិនិត្យសមិទ្ធផលនៃការសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនេះធ្វើឡើងក្នុងគោលបំណងចំនួន3រួមមាន 1. ការវិតម្លៃនឹងសមិទ្ធផលនៃការសាងសង់ច្រាំងទន្លេបាសាក់និងច្រាំងព្រៃធំនេះ 2. ការពិនិត្យតំបន់មានហានិភ័យដែលត្រូវសាងសង់សំណង់ការពារច្រាំងនិងផលប៉ះពាល់នានា 3. ការដាក់ចេញនូវផែនការសកម្មភាពសម្រាប់ជាទិសដៅការងារបន្តរបស់គណៈកម្មការអន្តរជាតិក្រសួងសូមបញ្ជាក់ថាក្នុងរយៈពេល5ឆ្នាំកន្លងគណៈកម្មការអន្តរក្រសួងបានខិតខំសហការគ្នាយ៉ាងស្រាលស្រាំដើម្បីធ្វើការដោះស្រាយនៅបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមដោយការសម្រេចសមិទ្ធផលគួរជាទីមោទនសមិទ្ធផលទាំងនេះកើតចេញពីគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតនិងគំនិតស្នេហាជាតិដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចក្រឡាហ៊ុំកងសខេងអតីតឧបនាយករដ្ឋមន្ត្រីក្រុមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងប៉ិនប្រសប់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានប្រសិទ្ធិនៃកម្ពុជាជាក់ស្ដែងក្រុមការដឹកនាំបន្តរបស់រដ្ឋាភិបាលកម្ពុជានីតិទី7នៃរដ្ឋាភិបាលសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តយកចិត្តទុកដាក់ក្នុងការជំរុញសម្រេចឲ្យបានជាបន្តបន្ទាប់ក្នុងការសាងសង់និងការពារច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាបុព្វហេតុនៃកិច្ចការនេះថែមទាំងរក្សាធិបតេយ្យនិងបណ្ឌភាពទឹកដី